mìnhម្នាក់នេះគាត់បានទិញប៉ះទូទឹកកកដែលមានវិញ្ញាណខ្មោចនៅក្នុងនោះដំបូងអ្នកមីងម្នាក់នោះគាត់បានទិញទូទឹកកកនៅហាងលក់អីវ៉ាន់ទៅជួសមួយកន្លែងមកពីទិញរួចគាត់ក៏បានត្រឡប់មកផ្ទះរបស់គាត់វិញហើយលក់បាយម្ហូបជាធម្មតាដែលគាត់បិទទៅគាត់ថានឹងរៀបចំអីវ៉ាន់ដាក់ចូលទៅក្នុងទូទឹកកកដើម្បីផ្លាសេប៉ុន្តែនៅពេលដែលគាត់បើកមើលទូទឹកកកនោះស្រាប់តែមានក្លិនស្អុយយ៉ាងខ្លាំងដូចជាសាកសពអញ្ចឹងទាំងដែលនៅក្នុងទូទឹកកកនោះមានផ្លាសេតែទឹកពីបេះដូងតែប៉ុណ្ណោះមកដល់ពេលយប់គាត់បានចុះមកបន្ទប់ទឹកដើម្បីបត់ជើងតូចប៉ុន្តែនៅពេលនោះគាត់ស្រាប់តែឃើញនរណាម្នាក់នៅខាងមុខទូទឹកកកគាត់បានស្រែកសួរថាតើនរណាគេនៅខាងមុខនោះគាត់ក៏ប្រញាប់រត់ទៅបើកភ្លើងដោយនឹកស្មានថាជាចោរនៅពេលដែលគាត់បានបើកភ្លើងហើយស្រាប់តែមិនឃើញនរណាទាំងអស់នៅខាងមុខទូទឹកកករួចហើយគាត់បានគិតថាប្រហែលជាគាត់ស្រវាងភ្នែកហើយព្រឹកស្អែកឡើងគាត់បានបើកលក់អីវ៉ាន់ជាធម្មតាដោយមិនមានរឿងអ្វីកើតឡើងឡើយតែនៅពេលល្ងាចវិញគាត់បានបើកទូទឹកកកនោះបំរុងនឹងយកទឹកហូបសាជាថ្មីក៏ស្រាប់តែមានក្លិនស្អុយដូចជាម្សិលមិញអញ្ចឹងក្លិនស្អុយនោះដូចជាក្លិនសាកសពដែលបានរលួយយូរមកហើយគាត់បានឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាមានក្លិនបែបនេះបន្ទាប់មកនៅយប់ទី2នេះគាត់ក៏បានចុះមកបន្ទប់ទឹកសាជាថ្មីគាត់ស្រាប់តែបានឃើញនរណាម្នាក់អង្គុយនៅក្នុងមុខទូទឹកកកហើយបានបើកទ្វារខាងក្រោមចំហចោលបន្ទាប់មកនារីដែលអង្គុយនៅខាងមុខទូទឹកកកនោះក៏បានរត់ចូលទៅក្នុងទូទឹកកកភ្លាមៗហើយបានបិទទ្វារយ៉ាងខ្លាំងហើយលើកនេះអ្នកមីងប្រកាសក្នុងចិត្តខ្លាំងណាស់ថាវាគឺជាចោរគាត់បានដើរទៅផ្ទះបាយយករបស់ការពារខ្លួនបន្ទាប់មកគាត់ក៏បានដើរទៅទូទឹកកកទាំងសន្សឹមពេលដែលគាត់បើកទូទឹកកកនោះរកវាយមិនឃើញអ្វីទាំងអស់នៅក្នុងនោះនៅពេលដែលគាត់បំរុងនឹងដើរទៅបន្ទប់ទឹកវិញស្រាប់តែទ្វារទូទឹកកកខាងលើបានបើកមកបុកខ្នងរបស់គាត់បានងាកមើលទៅក្នុងទូទឹកកកនោះស្រាប់តែភ្ញាក់ផ្អើលមែនទែនដោយសារតែមានក្បាលមនុស្សស្រីម្នាក់នៅក្នុងនោះនៅពេលនោះអ្នកមីងបានភ័យយ៉ាងខ្លាំងហើយគាត់ក៏បានលេចនោមដាក់ខោស្អែកឡើងគាត់បានទៅហៅជាងធ្វើទូទឹកកកដើម្បីមកទិញទូទឹកកកពីគាត់ក្នុងតម្លៃធូរថ្លៃទៅវិញជាងទូទឹកកកម្នាក់នោះគាត់បានមើលទូទឹកកករួចហើយដោយមិនឃើញខូចអ្វីគាត់ក៏ព្រមទិញក្នុងតម្លៃថោកនោះរួចហើយនៅស្អែកព្រឹកម្ដងទៀតគាត់បានបើកតូបផ្សារជាថ្មីក៏ស្រាប់តែប្រទះឃើញជាមួយនឹងទូទឹកកកនោះនៅខាងមុខតូបរបស់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានទេហៅជាងទូទឹកកកនោះឲ្យមកយកទូទឹកកកនេះទៅវិញគាត់បានឆ្ងល់ថាហេតុអ្វីបានជាទូទឹកកកនេះនៅកន្លែងនេះទៀតពីព្រោះថាម្សិលមិញគាត់បានលក់វាទៅឲ្យភ្ញៀវផ្សេងបាត់ទៅហើយមិនដឹងធ្វើយ៉ាងណាជាងទូទឹកកកនោះក៏បានយកទូទឹកកកនេះទុកប្រើខ្លួនឯងតែម្ដងកន្លងប្រហែលថ្ងៃក្រោយជាងទូទឹកកកនេះបានមកប្រាប់អ្នកមីងថាអ្នកមីងទូទឹកកករបស់អ្នកមីងគឺមានខ្មោចលងតែជាងទូទឹកកកនោះគាត់បានយកទូទឹកកកនេះទៅលក់ឲ្យគេផ្សេងហើយយ៉ាងណាក៏ដោយក៏ទូទឹកកកនេះនៅតែមាននៅឡើយដូច្នេះវិញ្ញាណស្រីម្នាក់នោះនៅតែសន្ធិដ្ឋនៅក្នុងទូទឹកកកនោះដដែលហើយជាចុងក្រោយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ follow ខ្ញុំហើយនឹងឲ្យវីដេអូម្នាក់មួយផងបាទអរគុណ